ឥឡូវនេះអាត្មាភាពនឹងចង់បញ្ជាក់អំពីរឿងអឺភេទជ្ជៈពាក្យតែភេទជ្ជៈបានន័យថាជាឱសថសម្រាប់ព្យាបាលរោគបើយើងនិយាយណាបើសម្រាប់ព្យាបាលរោគនៅក្នុងទីនេះបើសំដៅដល់ភេទជ្ជៈហ្នឹងគឺរោគឃ្លានហ្នឹងហើយបើភេទជ្ជៈហ្នឹងពីព្រោះអីពីព្រោះភេទជ្ជៈនេះព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាជាសត្តហកាលិកបានន័យថាអាចទុកបានត្រឹម7ថ្ងៃលើសពី7ថ្ងៃទៅប្រសិនបើភិក្ខុលោកទុកភេទជ្ជៈនឹងសម្រាប់ឆាន់ទៀតរបស់នោះជានិស្សគីភិក្ខុឆាន់ត្រូវបាត់បាចិត្តជ្ជៈនឹងសម្រាប់ភេទជ្ជៈដែលជាសត្តហកាលិកនៅក្នុងកាលិកនឹងមាន4ញាតិញោមពុទ្ធបរិស័ទហ្នឹងខ្លះក៏គាត់បានជ្រាបអីប៉ុន្តែក្នុងឱកាសនេះអាភិបចង់បញ្ជាក់តែនៅក្នុងរឿងភេទជ្ជៈតែប៉ុណ្ណោះព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងរឿងភេទជ្ជៈជាពិសេសញាតិញោមពុទ្ធបរិស័ទហ្នឹងតែងតែប្រទិញភេទជ្ជៈហ្នឹងប្រគេនព្រះសង្ឃតើភេទជ្ជៈណាដែលយើងគួរប្រគេនលោកភេទជ្ជៈណាដែលលោកមិនគួរប្រគេនលោកព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានពុទ្ធានុញ្ញាតភេទជ្ជៈ5យ៉ាងភេទជ្ជៈនេះសម្រាប់ឆាន់ពេលព្រឹកពេលល្ងាចណាប៉ុណ្ណាហ្នឹងហើយបើថាយើងបាយទឹកនំចំណីយើងបានប្រគេនព្រះសង្ឃលោកឆាន់បាននៅពេលព្រឹកនិងពេលថ្ងៃទេអរុនរះឡើងពេលព្រឹកហ្នឹងរហូតទៅដល់ថ្ងៃត្រង់គឺសមោលនឹងចំកណ្ដាលហ្នឹងឬក៏ហៅថាម៉ោង12អីហ្នឹងគឺมันអាចឆាន់នៅចង្ហាន់ពុជជននឹងបានទៀតទេមានអាហារពុជជន5យ៉ាងហ្នឹងអញ្ចឹងលោកអាចឆាន់ពីម៉ោងហ្នឹងទៅលោកអាចឆាន់ភេទជ្ជៈបានហ្នឹងហើយអញ្ចឹងភេទជ្ជៈដែលលោកឆាន់បាននោះដែលគួរឆាន់នោះតន់តែជាភេទជ្ជៈដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានពុទ្ធានុញ្ញាតទៀតភេទជ្ជៈហ្នឹងដែលព្រះអង្គសម្ដែងភេទជ្ជៈ5យ៉ាងញាតិញោមចាំស្ដាប់ភេទជ្ជៈ5យ៉ាងហ្នឹងព្រះសម្មាសម្ពុទ្ធព្រះអង្គបានពុទ្ធានុញ្ញាតអនុញ្ញាតឲ្យភិក្ខុសង្ឃនៅក្នុងមណ្ឌលនៃពុទ្ធសាសនាលោកអាចឆាន់នៅក្នុងវេលាវិកាលបានកាលតែពេលល្ងាចទី1ហៅថាសព្បិហ្នឹងបានន័យថាទឹកដោះខាប់ទឹកដោះខាប់ហ្នឹងបានន័យថាគេយកទៅចម្រាញ់វាទៅគេវាដែលញាតិញោមពុទ្ធបរិស័ទឃើញទឹកដោះដែលខាប់ហ្នឹងលោកអាចទទួលឆាន់បានហ្នឹងអត់មានខុសអីទេព្រោះហ្នឹងឯងដែលគេកោហើយគេទៅរងាស់ហើយខ្លាចជាទឹកដោះខាប់ហ្នឹងឯងហើយលោកអាចឆាន់បានពេលខ្លះវាຕົកឡើងពពុះអីជាដើមចឹងទៅនឹងទឹកដោះខាប់ទី2អ្នកវនិតៈឬក៏ហៅថាអ្នកវនិតាំងហ្នឹងក៏បានទឹកដោះរាវឬក៏ទឹកដោះថ្លាណាទឹកដោះថ្លាបានន័យថាទឹកដោះគោក្តីទឹកដោះពពែក្តីដែលគេយកមកពីពពែពីគោក្តីគឺសុតហ្នឹងអាចឆាន់បានហ្នឹងហើយហ្នឹងទឹកដោះថ្លាហើយទី3តេលៈឬតេឡាំងហ្នឹងបានន័យថាប្រេងនៅក្នុងទីនេះគឺសំដៅដល់ប្រេងដែលគេធ្វើអំពីគ្រាប់ល្ងឬគ្រាប់សណ្ដែកឬគ្រាប់ធនជាតិផ្សេងដែលចម្រាញ់ឡើងទៅជាប្រេងសម្រាប់ប្រសង់លោកអាចឆាន់បានហ្នឹងប្រេងប៉ុណ្ណាមិនរឿងប្រេងដុតយើងហ្នឹងទេទី4មេធុទឹកខ្មុំហ្នឹងគឺសំដៅទឹកខ្មុំអីក៏បានដែរនឹងឲ្យតែទឹកខ្មុំលោកអាចឆាន់ពេលល្ងាចបានទី5ផានិតៈឬផានិតាំងបានន័យថាទឹកអំពៅនៅក្នុងភេទជ្ជៈទាំង5យ៉ាងនេះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានពុទ្ធានុញ្ញាតអនុញ្ញាតឲ្យព្រះភិក្ខុសង្ឃលោកឆាន់នៅក្នុងវេលាវិកាលពេលល្ងាចបានចាំមកញាតិញោមណាអាត្មាភាពចង់បញ្ជាក់អំពីរឿងភេទជ្ជៈនឹងបន្តិចទៀតថាទឹកដោះគោដូចជាសព្បិទឹកដោះគោខាប់នវនិតៈទឹកដោះគោរាវឬទឹកដោះគោថ្លាអីជាដើមហ្នឹងទឹកដោះគោហ្នឹងព្រះអង្គទ្រង់អនុញ្ញាតឲ្យឆាន់ប៉ុន្តែដូចជាសពថ្ងៃហ្នឹងញោមប្រកេនទឹកដោះគោលោកសួរថាតើទឹកដោះគោហ្នឹងអាចឆាន់បានទេអាចឆាន់បានប៉ុន្តែបើយើងពិនិត្យទៅលើទឹកដោះគោហ្នឹងប្រសិនបើគេយកទៅចំអិនក្តីយកទៅលាយម្សៅក្តីនឹងមិនអាចឆាន់ល្ងាចបានទេដោយសពថ្ងៃអញ្ចឹងដោះគោខ្លះឥឡូវគេលាយ
bài kriếm có miên này đôi chục khuê khá liệt bài kriếm á bộ mình ai chăn là nghe bán ấy về khá năng dân mơ đáy bên đấy đó cô ấy nắng bộ trắng đó cô nó cứ sầm đau đó cô sót sót tay mà đó là ai chăn bàn hay đôi chia từ đó cô trao ấy nó con chân đấy bộ đó cô trao nó có ai lia rồi cái chùm anh nâng ai đòi phơ ngay chân giờ đam chân tới thôi ai khóc nó không pre vì này để pre sama sampot và ông trong bán bột thiệp bột thập bản nhân nâng bột thiên ở nhà rồi lấy nhiệt nhôm nát chân từ đó cô nâng phần từ đó cô bị đá lúc ai tràn ban từ đó cô lấy của bà đây của ai lia về sau đi lia ấy chuyện đam chân từ mùi tiết ha thà đôi chia là ngô đôi chia pre như chuyện đam nắng nhiệt nhôm bột bò săn mìnhได้เคยបានប្រកេនលោកឯងបងនឹងស្មាក៏វិនិច្ឆ័យទៅតាមនឹងដែរទៅតាមព្រះវិន័យហ្នឹងហើយដូចជាអំពៅយើងទឹកខ្មុំមិននិយាយទឹកអំពៅវិញទឹកអំពៅញាតិញោមខ្លះគាត់ទៅប្រកេនអំពៅទាំងដើមអង្គខ្លះលោកឆាន់អំពៅទាំងដើមអាហ្នឹងអត់ត្រូវទេអត់ត្រឹមត្រូវទេនឹងឲ្យកាកហ្នឹងវាចូលទៅអាចកន្លងពងកទៅអាចលោកត្រូវទោសអញ្ចឹងទឹកអំពៅយើងធ្វើមកយើងគៀបឲ្យល្អឲ្យស្អាតកាលណាយើងគៀបឲ្យល្អឲ្យស្អាតហើយយើងត្រង់វាយកកណាត់ត្រង់វាឲ្យស្អាតទៅហើយប្រកេនលោកទៅលោកឆាន់បានណាញាតិញោមណាបើហើយចោះដូចជារឿងទឹកដែលលោកឆាន់ណាទឹកអត្ថបានសំដៅដល់ទឹកផ្លែឈើព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងអំពីរឿងទឹកអត្ថបាន8ដែលអាចធ្វើប្រកេនលោកឆាន់បានញោមនៅក្នុងកាលអាត្មារស់នៅវត្តភ្នំអណ្ដើកខេត្តបាត់ដំបងនៅក្នុងទីវត្តគឺតែងតែធ្វើទឹកអត្តបានប្រកេនលោកទឹកអត្តបានហ្នឹងគឺមាន8យ៉ាងញាតិញោមចាំស្ដាប់មើលតើទឹកអត្តបានហ្នឹងព្រះអង្គសម្ដែងទឹកអីខ្លះដែលផងអនុញ្ញាតឲ្យធ្វើទឹកអត្តបានបានន័យថាទឹកអត្តបានហ្នឹងគឺទឹកដែលធ្វើអំពីផ្លែឈើណាដែលគេកិនហើយគេត្រង់យកទៅទឹកទៅប្រកេនលោកបានណាញោមចាំណាបងនឹងទឹកអត្តបានដែលជាផ្លែឈើហើយប្រកេនលោកបានទី1គឺទឹកផ្លែស្វាយណាទឹកផ្លែស្វាយហ្នឹងអាចប្រកេនលោកបានន័យថាយកទឹកផ្លែស្វាយហ្នឹងទៅកិនហើយចាត់យកគ្រាប់ចាញ់ហើយចាត់សបកហើយយកសាច់ហ្នឹងទៅច្បាច់យកទឹកពោតធ្វើជាទឹកអត្តបានប្រកេនលោកឆាន់បាននេះគឺទី1គឺទឹកអត្តបានហ្នឹងគឺផ្លែស្វាយទី2ទឹកផ្លែព្រីងក៏ធ្វើទឹកអត្តបានប្រកេនលោកបានដែរយើងច្បាច់ផ្លែព្រីងហើយច្រោះយកទៅទឹកប្រកេនលោកឆាន់បានពេលល្ងាចប៉ុន្តែពេលព្រឹកអត់និយាយទេពេលព្រឹកហ្នឹងយើងឆាន់ពេលមិនក៏ឆាន់ទៅប្រកេនប្រសង់អាចប្រកេនបានពេលព្រឹកហ្នឹងអត់ជាបញ្ហាទេប៉ុន្តែនិយាយអំពីពេលល្ងាចហ្នឹងទី2ទី3ទឹកផ្លែចេកមានគ្រាប់ទឹកផ្លែចេកមានគ្រាប់ហ្នឹងក៏ធ្វើជាទឹកអត្តបានដែរហើយទី4ទឹកផ្លែចេកអត់គ្រាប់ហ្នឹងក៏ធ្វើទឹកអត្តបានដែរទី5ទឹកផ្លែស្រកំញាតិញោមស្គាល់ផ្លែស្រកំណាផ្លែស្រកំហ្នឹងក៏អាចធ្វើទឹកអត្តបានដែរប្រកេនលោកឆាន់ពេលល្ងាចបានទី6ទឹកផ្លែច័ន្ទយើងក៏អូបបងតាមវត្តហ្នឹងសម្បូរដូចអាត្មាកាលនៅវត្តក្រៀមនៅបាត់ដំបងដើមច័ន្ទធំណាបងចឹងពេលវាទុំមកជ្រុះយាយគាត់យកផ្លែច័ន្ទហ្នឹងច្បាច់យកទឹកហ្នឹងប្រកេនលោកឆាន់បានបងហ្នឹងទឹកផ្លែច័ន្ទណាញាតិញោមណាហើយទី7ទឹកមើមក្រអៅឈូកណាមើមក្រអៅឈូកហ្នឹងក៏អាចធ្វើទឹកអត្តបានដែរប្រកេនលោកពេលល្ងាចបានដែរទី8ទឹកផ្លែម៉ាក់ប្រាងញោមស្គាល់ហើយព្រោះម៉ាក់ប្រេងម៉ាក់ប្រាងហ្នឹងហ្នឹងអាចធ្វើទឹកអត្តបានហ្នឹងទី8ហ្នឹងហើយទឹកអត្តបាន8យ៉ាងទៀតក៏អាចធ្វើបានដែរទី1គឺទឹកផ្លែស្រខញោមស្គាល់ផ្លែស្រខទេផ្លែស្រខហ្នឹងយើងចាំបាច់ធ្វើទឹកប្រកេនលោកបានហើយទី2ទឹកផ្លែពុទ្រាតូចហ្នឹងហើយផ្លែពុទ្រាញោមស្គាល់ហើយផ្លែពុទ្រាហ្នឹងហើយទី3ទឹកផ្លែពុទ្រាធំទី4ទឹក
ទឹកដោះរាវឬទឹកដោះថ្លានឹងអាចធ្វើបានហើយទី5ទឹកធ្វើអំពីប្រេងឬល្ងជាដើមទី6ទឹកដោះស្រស់ទី7ទឹកបបរអាត្មាភាពនិយាយអំពីទឹកបបរនឹងតិចនៅក្នុងព្រះវិន័យញោមខ្លះគាត់ថាលោកឆាន់បបរពេលល្ងាចបានថាពិតទឹកបបរនៅក្នុងទីនេះក្នុងព្រះអដ្ឋកថាលោកបញ្យល់ថាមិនមែនបបរដែលធ្វើអំពីអង្គឬធញ្ញជាតិនឹងទេព្រោះធញ្ញជាតិនេះព្រះអង្គទ្រង់ហាមដែលមិនអោយធ្វើមានធញ្ញជាតិ7យ៉ាងនិងមហាផល9ទីទៀតញោមស្ដាប់បានណាយល់ហ៎អញ្ចឹងទឹកដែលធ្វើអំពីទឹកបបរនេះសំដៅដល់ទឹកដែលធ្វើអំពីមើមឈើឬស្លឹកឈើដែលជាថ្នាំពីព្រោះពេលខ្លះលោកកើតរោគកើតជំងឺទៅលោកអាចយកស្លឹកឈើអីហ្នឹងអាចធ្វើជាថ្នាំបានព្រោះដូចលើសញោមខ្លះក៏ថាព្រះអង្គស្លឹកតើយអីហ្នឹងអាចឆាន់បានអញ្ចឹងក៏ដាំស្លឹកតើយឆាន់ស្លឹកស្វាយឆាន់ដើម្បីឲ្យចុះខ្លាញ់អីហ្នឹងណាព្រោះអញ្ចឹងគឺអាចធ្វើដាំឆាន់បានអត់តោះខុសទេព្រោះហ្នឹងហៅទៅទឹកបបរហើយប៉ុន្តែញាតិញោមខ្លះមិនអញ្ចឹងណាព្រោះអត់ចេះវិន័យផងអីផងច្រឡំទឹកបបរមែនទែនដាំបបរពេលល្ងាចឡើងប្រគេនលោកឆាន់ព្រោះហ្នឹងអត់ត្រូវទេប៉ុណ្ណាហ្នឹងគឺព្រះអង្គទ្រង់ហាមហើយនឹងមិនអោយឆាន់ទេទឹកបបរក្នុងទីនេះសំដៅទឹកដែលធ្វើអំពីធ្វើអំពីសម្បកឈើឬក៏មើមឈើឬក៏ស្លឹកឈើហៅថាទឹកបបរក្នុងទីនេះយល់ហើយញាតិញោមណាព្រោះឲ្យជ្រាបអញ្ចឹងឲ្យបានដឹងវិន័យអញ្ចឹងញាតិញោមសប្បាយចិត្តក្នុងការធ្វើបុណ្យកុសលអត់ខុសមានបញ្ញាបានបុណ្យច្រើនណាញាតិញោមណាហើយមួយទៀតទឹកធ្វើអំពីរុក្ខជាតិផ្សេងមានស្លឹកនិងផ្កាជាដើមនេះគឺសំដៅដល់ស្លឹកនិងផ្កាហ្នឹងដែលថ្មអំពីទឹកបបរមិញហ្នឹងអញ្ចឹងអាចយកផ្កានិងស្លឹកឈើហ្នឹងយកទៅយើងដាំបានយកទៅទឹកវាហ្នឹងដើម្បីយកមកប្រគេនព្រះសង្ឃពេលល្ងាចលោកអាចឆាន់បានញាតិញោមណាព្រោះយល់ហើយព្រោះនេះហើយដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់អនុញ្ញាតភេទជ្ជៈហើយភេទជ្ជៈផ្សេងដូចជាមហាផល9ព្រោះអស់ម៉ោងបាត់ហើយញាតិញោមសំដែងធោះអស់ម៉ោងណាព្រោះនៅស្អែកមួយថ្ងៃទៀតចាំសំដែងភេទជ្ជៈមហាផល9ធនជាតិ7យ៉ាងនេះនៅមិនទាន់សំដែងផងព្រោះដល់ម៉ោងបាត់ហើយញាតិញោមជ្រាបហើយប៉ុណ្ណាហ្នឹងហើយអំពីរឿងទឹកភេទជ្ជៈហើយបញ្ជាក់ចង់បន្តិចថាដូចជាទឹកផ្លែឈើសពថ្ងៃដែលគេធ្វើពីកំប៉ុងសួរថាលោកអាចឆាន់បានទេទឹកហ្នឹងមិនអាចឆាន់បានទេញាតិញោមពីព្រោះគេចំអិនអាត្មាភាពនិយាយអំពីរឿងការធ្វើអំពីទឹកអត្តបានបន្តិចមុនបញ្ចប់ធ្វើពិធីធ្វើទឹកអត្តបានពូតយកទឹកហ្នឹងគឺសំដៅដល់មិនមែនយកទឹកទៅដាំទេញោមណាមិនមែនដាំទឹកទេបានន័យថាយកទឹកនឹងឯងយកទៅកម្ដៅថ្ងៃលោកសំដៅថាកម្ដៅថ្ងៃល្មមក្ដៅអូនទៅយកនៅផ្លែឈើហ្នឹងទៅច្បាច់ជាមួយទឹកហ្នឹងព្រោះអត់យកទឹកដាំទេណាបើយកទឹកដាំខុសទៀតព្រោះតិចញាតិញោមទេដាំទឹកឲ្យឆ្អិនសិនយកមកធ្វើទឹកអត្តបានអត់ត្រូវទេព្រោះខុសក្នុងវិន័យអញ្ចឹងគឺពិធីធ្វើញោមត្រូវយកនៅទឹកនឹងឯងយកទឹកនឹងឯងទៅកម្ដៅថ្ងៃឲ្យរៀងក្ដៅអូនហើយយកផ្លែឈើក្តីដូចជាផ្លែស្វាយក្តីយកកណាត់ហ្នឹងត្រង់ឲ្យជាប់មកហើយយើងពូតជាមួយនឹងទឹកហ្នឹងទៅព្រោះអញ្ចឹងគឺជាតិទឹកហ្នឹងវាចេញមកហើយព្រោះជាតិស្វាយហ្នឹងយើងប្រគេនលោកឆាន់បានណាញោមណានឹងវិធីធ្វើព្រោះចាំស្អែកបន្តទៅទៀតញោមសូមអនុមោទនាក៏សូមញាតិញោមអនុមោទនាបុណ្យឥឡូវនេះដងបានបុកហើយបុកនៅក្រោមវត្តទេប៉ុណ្ណាព្រោះនេះព្រះពុទ្ធបរិស័ទនៅខាងក្រោមហើយនេះវត្តនៅខាងលើក៏នៅលើភ្នំព្រោះឥឡូវស្មាបុកដងហើយញោមដែលមិនទាន់បានចូលបច្ច័យចូលកសាងដងក៏សូមអញ្ជើញញោមណាព្រោះឥឡូវនេះបុកដងហើយព្រោះតាមសទ្ធាជាខ្លាទៅតាធាតិចក្តីច្រើនក្តីប៉ុណ្ណាហើយញោមដែលមិនទាន់បានចូលរួមចូលជួយសៀផងព្រោះបានចូលរួមក៏អនុមោទនាជួយសៀផងនៅដងបុកហើយព្រោះសម្រាប់វត្ត URL ផងពុទ្ធបរិស័ទប្រើប្រាស់ផងបើជាសាធារណប្រយោជន៍ប៉ុណ្ណាឲ្យទានជាទឹកជាអតិជៈតិជុំក៏ហើយបានផលអានិសង្សច្រើនណាស់ធម្មតាទេរឿងទឹកបានប៉ុណ្ណាញោមណាក៏ហើយសូមបញ្ជាក់ថាទឹកដងទឹកនេះគឺបុកក្នុងដងមួយនេះ$1000បាន4លានរៀលញោមហើយញោមចង់ចូលរួមផ្ដាច់មុខក៏បានដែរក៏យកប៉ុនសម្រាប់ដល់វត្ត URL រាប់ឆ្នាំមកញោម10ឆ្នាំមិនទាន់ខូចផងដងក៏ញោមអនុមោទនាចូលរួមក៏សូមអនុមោទនា
ហើយតំណងស្មារតីគួរចតការវត្តអូរអល់ខេតបៃលិនលេខទូរស័ព្ទ0 9 8 21 8 21បងរីតំណងតាមស្មារតីតាម Messenger ហ្នឹងក៏បានខ្ញុំចូលរួមបងណាអនុមោទនាបនបងហើយនៅវត្តអូរអល់ខេតបៃលិនបងហើយឥឡូវនេះដងហ្នឹងឥឡូវគឺជីកបានហើយបងបំទឹកបានហើយបងប៉ុន្តែនៅខ្វះខ្សែភ្លើងនៅខ្វះសយោនៅញោមនោះហើយតទៅលើភ្នំមកមើលលើភ្នំមកតនៅលើភ្នំមកវត្តថ្មហើយដងទឹកនៅក្រោមហ្នឹងបងអញ្ចឹងត្រូវការសយោត្រូវការខ្សែភ្លើងសយោផងហើយនៅចាក់សាបជុំវិញទាំងអស់នៅមិនទាន់បានធ្វើនៅឡើយទេញោមណាដូច្នេះពុទ្ធបរិស័ទទីក្នុងនិងក្រៅប្រទេសបានឃើញហើយសូមអនុមោទនាបន់ចោះហើយចូលរួមទាំងអស់គ្នាប៉ុណ្ណាតិចក្តីចាំងក្តីអាចតំណក្នុងស្មារភាពក៏គ្រូចាតិកាវត្តអូរអល់ខេតបៃលិនលេខទូរស័ព្ទ0 9 8 21 8 21 0 9 8 21 8 21ញាតិញោមឬក៏តាម Messenger Facebook អាត្មាភាពផែនទីហ្នឹងខ្ញុំអាចតំណក្នុងតាមលេខទូរស័ព្ទអាត្មាក៏បានតាម Page Facebook អាត្មាក៏បានប៉ុណ្ណាសូមខ្ញុំតិចតិចសុខដុមរមនាកូនចៅដាក់ចោលដល់ឡើងប្រកបកិច្ចការងារអ្វីធ្វើអ្វីបានសម្រេចដូចសេចក្តីប្រាថ្នាទីបំផុតរួចចាក់ទុកប៉ុណ្ណាហើយសូមខ្ញុំសុខភាពល្អប្រសូមអនុមោទនាចូលរួមទាំងអស់គ្នាផងញោមជួយ share ផងញោមទាំងក្នុងនិងក្រៅប្រទេសបានឃើញផងប៉ុណ្ណាសូមអនុមោទនា